ជំរាបសួរបងប្អូនអរគ្នាចឹងនេះខ្ញុំចង់មកយ៉ាងពីសារតកាន់យុវវ័យចំពោះទី31ដែលតាក់ទងជាមួយនឹងការរੂបរងជាមួយនឹងព្រះគ្រីស្ទយើងគឺជាយុវវ័យនៅពេលដែលយើងបំពេញកិច្ចការងាររបស់ទ្រង់គឺយើងត្រូវការបំពេញកិច្ចការងាររបស់យើងជាមួយនឹងព្រះអង្គម្ចាស់ទើបការងាររបស់យើងទទួលបានជោគជ័យចូលយើងរកគ្នាដឹងថានៅពេលដែលយើងបំពេញកិច្ចការងាររបស់ព្រះគឺវាមិនងាយស្រួលនោះទេបើយើងមិនយកព្រះធ្វើជាទីពឹងអាននោះទេគឺយើងមិនអាចបំពេញនៅកិច្ចការងារនឹងបានឡើយត្រូវចាំថាសាតាំងវាគឺជាខ្មាំងសត្រូវដ៏ខ្លាំងក្លារបស់យើងហើយក៏ជាខ្មាំងសត្រូវដ៏ខ្លាំងក្លារបស់ព្រះផងដែរវាតែងតែធ្វើឲ្យកិច្ចការងាររបស់ព្រះចាប់ដើមមានការច្បោះច្បល់ហើយធ្វើឲ្យមនុស្សជាច្រើនមានការស្អប់លើព្រះយើងមើលឃើញនៅពេលសម័យឥឡូវនេះគឺកំពុងតែមានហេតុការណ៍ចម្លែកជាច្រើនហើយកំពុងតែមានមនុស្សជាច្រើនដែលពួកគេស្អប់នៅព្រះនាមរបស់ព្រះយេស៊ូវត្រូវដឹងថានៅពេលដែលយើងប្រព្រឹត្តបាបគឺមានព្រះអង្គម្ចាស់មួយអង្គដែលព្រះអង្គទ្រង់បានហ៊ានលះបង់នៅជីវិតរបស់ទ្រង់ដើម្បីមកស្កត់ជំនួសយើងរាល់គ្នាអញ្ចឹងហើយចំពោះយើងជាយុវវ័យព្រះអង្គទ្រង់បានត្រាស់ហៅយើងឲ្យយើងបំពេញនៅកិច្ចការងាររបស់ទ្រង់ដោយចែកចាយនៅព្រះបន្ទូលរបស់ទ្រង់ទៅកាន់ពិភពលោកទាំងមូលឲ្យគេបានដឹងបានឮពីព្រះបន្ទូលរបស់ទ្រង់ព្រះយេស៊ូវទ្រង់បានប្រើយើងប៉ុន្តែទ្រង់មិនបានទៅណាឆ្ងាយទេព្រះអង្គគឺទ្រង់គង់នៅជាមួយយើងព្រះអង្គទ្រង់តែងតែនៅក្បែរយើងនៅពេលដែលយើងត្រូវការទ្រង់អញ្ចឹងហើយតើព្រះយេស៊ូវទ្រង់ចង់ឲ្យយុវជនដែលធ្វើការងារបម្រើទ្រង់មានជំនឿហើយធ្វើការជាមួយនឹងព្រះអង្គទើបទទួលបានជោគជ័យក្នុងការងារមួយនឹងនៅពេលដែលព្រះអង្គទ្រង់យាងមកវិញយើងដឹងទេមូលហេតុអ្វីបានជាព្រះអង្គទ្រង់បានត្រាស់ហៅដល់យុវវ័យឲ្យបំពេញនៅកិច្ចការងារមួយនឹងព្រះយេស៊ូវទ្រង់ស្រឡាញ់យើងទើបព្រះអង្គទ្រង់បានហៅនៅយុវវ័យដើម្បីបំពេញនៅកិច្ចការងារដើម្បីបម្រើឬក៏ចែកចាយនៅព្រះបន្ទូលរបស់ទ្រង់ទៅកាន់ពិភពលោកទាំងមូលឲ្យគេបានដឹងបានឮពីទ្រង់ដើម្បីឲ្យពួកគេបានកែប្រែនៅចិត្តគំនិតដែលពួកគេតែងតែប្រព្រឹត្តអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃឲ្យពួកគេបានកែប្រែដើម្បីមកទទួលព្រះអង្គគឺជាព្រះសង្គ្រោះវិញអញ្ចឹងហើយសារទៅកាន់យុវវ័យថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំក៏សូមអរគុណដល់បងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះសូមអរគុណនិងសូមជម្រាបលា